តែកាយសម្បទារត់លបឿន5នាទីតែកាយសម្បទានេះមានរយៈពេលយូរជាងគេប្រើពេលយូរជាងគេនិងពិបាកបញ្យល់សិស្សជាងគេតើទៅស្ដាប់អំពីរបៀបធ្វើតេស្តទាំងអស់គ្នាចឹងដំណាក់កាលដំបូងយើងត្រូវរៀបចំទីលានជាមុនសិនដោយទីលានហ្នឹងយើងធ្វើការដាក់កោណពីកោណ1ទៅកោណ1គឺមានចម្ងាយ10ម៉ែត្រហើយជាទូទៅគឺយើងរៀបជារង្វង់កោណហ្នឹងហើយមកជុំវិញតែម្ដងមកជុំវិញមួយរង្វង់ហ្នឹងគឺមានចម្ងាយ80ម៉ែត្រប៉ុន្តែជាក់ស្ដែងនៅសាលាខ្ញុំអត់មានទីលានអំណោយផលបែបហ្នឹងទេចឹងខ្ញុំមិនអាចរៀបជារង្វង់បានទេខ្ញុំគ្រាន់តែវាស់ជាលក្ខណៈដូចជាភូកោណអញ្ចឹងប៉ុន្តែខ្ញុំដាក់ចម្ងាយពីមួយកោណទៅមួយកោណគឺ10ម៉ែត្រដូចគ្នាប៉ុន្តែអត់មានដល់ចម្ងាយ80ម៉ែត្រទេមានត្រឹមតែ70ម៉ែត្រទេមានន័យថាបើសិនបើសិស្សរត់បានមួយជុំគឺសិស្សទទួលបានចម្ងាយ70ម៉ែត្រចឹងពីដំបូងឡើយយើងត្រូវបញ្យល់សិស្សសិនទាក់ទងជាមួយនឹងរបៀបនៅក្នុងការធ្វើតេស្តនេះប្រើពេលយូរហើយនឹងពិបាកទៀតចឹងយើងត្រូវបញ្យល់សិស្សទាក់ទងនឹងកោណនីមួយៗចឹងបញ្យល់សិស្សថាពីកោណ1ទៅកោណ1ទៅកោណ1គ្រប់កោណទាំងអស់ហ្នឹងគឺត្រូវមានអ្នកឈរចាំម្នាក់ហើយនឹងត្រូវមានអ្នករត់ម្នាក់ដោយអ្នកឈរចាំហ្នឹងនឹងត្រូវហុចបំពង់ឬក៏ស្លឹកឈើឬក៏กระดาษផ្សេងៗឲ្យទៅអ្នករត់នៅពេលដែលអ្នករត់ហ្នឹងរត់បានមួយជុំអញ្ចឹងមានន័យថាសិស្សរត់ដល់មួយជុំមកដល់ទីដើមរបស់គាត់គឺគាត់នឹងត្រូវទទួលយកបំពង់បឺតម្ដងជាស្ដែងសិស្សខ្ញុំប្រើបំពង់អញ្ចឹងទទួលបានបំពង់បឺតមួយហើយបន្ទាប់មកសិស្សរត់ទៀតរត់រហូតដល់រយៈពេល5នាទីដែលគ្រូផ្លុំកញ្ចายបញ្ឈប់ទៅសិស្សនឹងមានសិទ្ធិឈប់អញ្ចឹងនៅពេលដែលសិស្សឈប់ភ្លាមគឺមិនទាន់ឲ្យសិស្សផ្លាស់ប្ដូរទីតាំងទេគឺឈប់នៅណានៅនឹងសិនចាំពេលដែលគ្រូដើរបូកសរុបសិនទៅបើសិស្សនឹងអាចសម្រាប់បានអញ្ចឹងជាស្ដែងដូចសិស្សខ្ញុំអញ្ចឹងពេលរត់ទៅដល់ណាខ្ញុំឲ្យសិស្សឈប់សិនយើងឲ្យសិស្សរាប់បំពង់បឺតសិនតើសិស្សនឹងបានប៉ុន្មានអញ្ចឹងបំពង់បឺតមានប៉ុន្មានយើងយកទៅគុណនឹងចម្ងាយក្នុងមួយជុំប្រវែងមួយជុំរបស់យើងហ្នឹងគឺគុណនឹង70ទៅឧទាហរណ៍ថាសិស្សបានរាប់បំពង់ទៅបាន10បំពង់អញ្ចឹងយកគុណនឹង70ទៅឃើញ700ប៉ុន្តែប្រសិនបើសិស្សនឹងរត់ហួសកោណទីដើមរបស់គាត់អញ្ចឹងយើងអាចឲ្យគាត់នឹងថយទៅកាន់កោណណាមួយដែលគាត់រត់ហួសហ្នឹងទៅហើយយើងបូកបន្ទុកថែមពីព្រោះចន្លោះមួយកោណទៅមួយកោណហ្នឹងគឺមានប្រវែង10ម៉ែត្រអញ្ចឹងយើងបូកបន្ទុកថែមទៅបើសិស្សរត់ហួសប្រហែល2កោណមានន័យថា20ម៉ែត្រអញ្ចឹងយើងបូកថែម20ម៉ែត្រទៅអញ្ចឹងយើងធ្វើការសាកសួរគ្រប់សិស្សទាំងអស់អំពីចម្ងាយដែលសិស្សរត់បានហើយយើងក៏ត្រាទុកនៅក្នុងឯកសាររបស់យើងហើយបន្តមកទៀតពេលដែលសិស្សមកគូនឹងមកក្រុមនឹងរត់អស់ហើយសិស្សដែលអ្នករត់នឹងគឺត្រូវផ្លាស់ប្ដូរទៅជាអ្នកចាំទីវិញមានន័យថាទៅជាអ្នកចាំហុចបំពង់ឲ្យគេវិញហើយចំណែកសិស្សដែលហុចបំពង់ផ្លាស់ប្ដូរទៅរត់វិញម្ដងអញ្ចឹងពេលដែលសិស្សរត់ហើយ5នាទីយើងចាប់ដើមធ្វើការកត់ត្រាម្ដងដូចនៅក្នុងរូបភាពអញ្ចឹងហើយមួយវិញទៀតដើម្បីឲ្យការធ្វើតេស្តរបស់យើងបានកាន់តែលឿនយើងអាចឲ្យសិស្សនឹងឈរជាលក្ខណៈច្រើនគូមានន័យថាមួយកោណហ្នឹងគឺឲ្យសិស្សឈរពី2គូទៅរត់2គូចាំទី2គូអញ្ចឹងយើងចំណាយពេលលឿនបើសិនជាសិស្សយើងច្រើនយើងឲ្យសិស្សរត់5នាទីអញ្ចឹងគឺស៊ីម៉ោងហើយchúng taអត់ចប់ទៀតព្រោះអីម៉ោងអប់រំកាយនេះគឺយើងមានរយៈពេលតែ40នាទីទេអញ្ចឹងបើសិនជាអាចគួរតែធ្វើលក្ខណៈអញ្ចឹងទៅគឺមានន័យថាមួយកោណហ្នឹងឲ្យសិស្សឈរ2គូទៅ3គូអីចឹងទៅរត់ម្ដងអីចឹងទៅឆាប់ហើយសិស្សវាអាចច្រើនបន្តិចមែនប៉ុន្តែវាលឿនមានន័យថាវាតន់ម៉ោងរបស់យើងអាចទៅចាប់ដើមម៉ោងផ្សេងទៀតបានលឿនបើមិនអញ្ចឹងទេដឹងតែយូរកាយអញ្ចឹងតើតោះនឹងការធ្វើតេស្តកាយសម្បទារត់លបឿន5នាទីហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងចង់ចែករំលែកអរគុណច្រើន